សម្ដេចធិបតីហ៊ុនម៉ាណែតបង្ហាញទង្វើរបស់ក្រុមអ្នកនយោបាយបកប្រឆាំងដែលមិនបានអ្វីសោះសម្រាប់ជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជានៅព្រឹកថ្ងៃទី27ខែមេសាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានថ្លែងខ្លាំងៗដោយបានចោទជាសំណួរមួយចំនួនដើម្បីបងប្អូនប្រជាពលរដ្ឋកម្មករនិងនិយោជិតពិចារណាអំពីទង្វើរបស់ក្រុមអ្នកនយោបាយបកប្រឆាំងដែលមិនបានអ្វីសោះសម្រាប់ជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាផ្ទុយទៅវិញថែមទាំងអំពាវនាវមិនឲ្យគេមកវិនិយោគនៅកម្ពុជាសម្ដេចបានថ្លែងទៀតថាអ្នកនយោបាយទាំងអស់នោះមិនបានគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនោះទេអន់ជាងប្រជាពលរដ្ឋខ្មែរព្រោះនៅពេលអាមេរិកដាក់ពន្ធពលរដ្ឋខ្មែរនាំគ្នាសរសេរសម្បត្តិស្នើសុំការអនុគ្រោះពន្ធដល់កម្ពុជាតែសម្រាប់អ្នកនយោបាយប្រឆាំងវិញមានតែស្នើឲ្យគេដាក់ពន្ធមកលើកម្ពុជាការលើកឡើងរបស់សម្ដេចបវរធិបតីយ៉ាងដូចនេះថាធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមជ្ឈមណ្ឌលជ្រោយចង្វានាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2025សម្ដេចបានថ្លែងលើកបង្ហាញបទពិសោធន៍ប្រទេសនានាថាពេលមានបញ្ហាពិសេសបញ្ហាពន្ធអាមេរិកទាំងអ្នកនយោបាយដឹកនាំរដ្ឋាភិបាលនិងបកនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិផ្ទុយពីកម្ពុជាអ្នកនយោបាយប្រឆាំងកេងចំណេញរកការចំណេញផ្នែកនយោបាយគ្រប់បញ្ហាសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពិចារណាឲ្យបានច្បាស់តើនរណានៅជាមួយបងប្អូននិងការពារផលប្រយោជន៍របស់បងប្អូនគឺច្បាស់ណាស់មានតែរាជរដ្ឋាភិបាលប៉ុណ្ណោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបកប្រជាជនកម្ពុជា